សូមជឿនរឹកប្រៀបជាប់លុបមានព្រាមប្រៃម្នាក់ដើរដាក់លុបក្នុងព្រៃពេលឃើញកន្លែងល្អហើយគាត់ប្រញាប់បាចគ្រាប់ស្រូវត្រដាងលុបរួចពួនសង្ងំចាំមើលបន្តិចក្រោយមកក៏មានព្រាបជាច្រើនហានៅរីរាជនៅអាកាសក៏ឃើញគ្រាប់ស្រូវរាយប៉ាតនៅលើដីប្រមូលគ្នាសំកាំងចោះតែមេវងហាងខាត់ដោយនិយាយថាស្រូវមិនគួររាយប៉ាតងាយពីវងមនុស្សទេក៏ប៉ុន្តែប្រៀបជាបរិវារចំទោះហើយក៏នាំគ្នាចោះស៊ីគ្រាប់ស្រូវរំពេចនោះប្រៀបទាំងអស់ក៏ជាប់លុបគ្រានោះប្រៀបជាមេវងបានដាស់តឿនម្ដងទៀតឲ្យប្រៀបទាំងអស់រួមកងឡាំងគ្នាដើម្បីហាឲ្យរបើកលុបម្ដងនេះប្រៀបទាំងអស់ស្ដាប់តាមមេវងហើយក៏នាំគ្នាហារបើកលុបទៅបាត់ទៅកុំមើលអាប់រំមិនត្រូវឆាប់ជឿអ្វីដែលផ្លាស់នឹងមិនដែលខឹកត្រូវចេះស្ដាប់ពាក្យក្រោមរំលឹកដែលសមហេតុផលការរួមកន្លងគ្នាធ្វើឲ្យការងារធំបានសម្រាប់សូមអរគុណសុខភាពល្អ